ញ្ញាជំរាបសួរអ៊ំបាទលោកអ៊ំជើញជួយជំរាបឈ្មោះនៅអាស័យដ្ឋានបាទខ្ញុំបាទឈ្មោះញឹមហុនអាយុ72ឆ្នាំហើយបាទរស់នៅភូមិក្រៅឃុំគ្រោះស្រុកស្វាយជ្រុំស្វាយរៀងយើងពីមុនមកអ៊ំមានបញ្ហាការៈតម្រង់នោមធ្វើទុកមិនការៈកម្រងនោមខ្ញុំបាទនឹងពេលយប់ធ្វើទុកពេលយប់វាដេកវាតិចញាក់តិចញាក់ដេកថាពឹងលាវហើយហ្នឹងមកទៀតខានរំខានយើងទៀតទៅមកនោមកនេះចឹងទៅឡើងទៅប្រាស់ដេកប្រាស់បន្តិចវិញរៀបតែលាវមកទៀតគឺតែមកយប់វាមិនបើថាយើងនោមសមតាមក2ដង3ដងអស់លីងអានេះវាលើកពី3ដង4ដងទៅ5 6ដងហើយតើភ្លឺឲ្យមកកថោរាល់ថ្ងៃហ្មងចឹងមកយប់អត់ទៅបានសម្រានមិនទៅបានសម្រានទេបាទការៈហ្នឹងវាធ្វើទុកបែបហ្នឹងហើយមិនវាតានោមមកហ្នឹងបាទប៉ុន្តែរយៈពេលប្រហែលជាប៉ុន្មានបើតាមខ្ញុំនេះមកវាជាប់រយៈពេល2ឆ្នាំហើយ2ឆ្នាំបាទចេះសង្ស័យខ្លួនឯងនំមុនវាមិនអញ្ចឹងវានំធម្មតាខំ2ដង3ដងអស់លីហើយម្ដងហ្នឹងក៏ញឹកញាប់ដែរនេះសង្ស័យបាទសង្ស័យពេលដែលបត់ជើងទៅហ្នឹងទឹកនោមច្រើនឬក៏តិចទៅមកបែរយើងបែរកន្លះកែវវាដែរហ្នឹងតិចដែរហ្នឹងអញ្ចឹងមកយប់ចូល10ដងហើយ10ដងលេងមកកថោពេញកថោសោះទៅមកពេលថ្ងៃយ៉ាងម៉េចពេលថ្ងៃផ្សេងអីប្រហែលទេផ្សេងថ្ងៃ2ដង3ដងឯដែរត្រង់មិនទៅមកប្រជុំមិនទៀតដែរមិញច្រើនតែពេលយប់ច្រើនតែពេលយប់ហើយពេលដែលបត់ជើងចូលមកមានក្តៅមានឈួលអត់ទេគ្រូទៅចម្លែកជាមួយតិចមកនឹងប៉ុន្មានថ្ងៃដែរថ្ងៃnàoឲ្យឈួលដែរបាទទឹកនោមធម្មតាក៏បាយយើងហូបអាដេញទឹកថ្លាទៅរៀងពណ៌រៀងក្រហមព្រឹងបាទថាមិនហូបទេទឹកសធម្មតាបាទបញ្ហាការៈ2ឆ្នាំនឹងមកបាទចូល2ឆ្នាំហ្នឹងហ៎បាទគាត់ទៅពេទ្យឲ្យគេពិនិត្យមើលទេទៅពេទ្យខ្ញុំទៅពិនិត្យតាជំងឺយើងប្រចាំកាយទេបាទថាទឹកនោមអីទេអត់ដែរពិនិត្យត្រង់នោមទេបាទពិនិត្យទេបានដឹងខ្លួនឯងថាកម្រងនោមហើយបើនោមចឹងจะមានឈឺចុកនៅកន្លះឬក៏នៅខ្វះអីយ៉ាងទេជួនកាលមានម្ដងម្កាលដែរកាលណាដែលយើងវានេះខ្លាំងវាធ្វើទុកដែរណាគឺទុកចកេះចឹងណាបាទចុករោចឹងទៅហើយអង្គុយនិយាយត្រង់ទៅប្រាប់អង្គុយយូរបានទេបានតាំងរឹងលើរឹងរាល់ថ្ងៃរឹងទៅផ្សារមិនដែរហ្នឹងដល់សារគ្រូទេមកហ្នឹងនេះវិញទៅបន្ទាប់មកអ៊ំបានប្រើខាវទិលនេះបានរយៈពេលប្រហែលជាប្រហែលដល់វាខ្ញុំប្រើក្នុងការពិតទៅវាតាំងពីថ្ងៃទី19ខែតុលាខែ10យើងហ្នឹងបាទរយៈបានមួយខែមកដល់10បាទ11 12ចូល12ខ្ញុំទៅដេកពេទ្យវាអស់ហ្មងហ្នឹងវាអស់ទៅដល់នេះវារោលុយតទៅមុខទៀតវាមិនបានចេះប្រឹងទទួលជំងឺយើងអាមកមុខទៀតវារឹតរូបកាយយើងហ្នឹងទៅសម្រាប់ពេទ្យហ្នឹងហើយខ្ញុំទៅចេញមកថ្ងៃ26ឥឡូវយើងថ្ងៃប្រហែលថ្ងៃហ្នឹងទៅខែ12អញ្ចឹងអាចចន្លោះដំបូងដល់ពេលអ៊ំប្រើបានមួយខែនេះហ្នឹងពេលដែលប្រើទៅវាអន់ថយនោមបានអន់ថយបើវាដូចថាបាន10ឬ20%អញ្ចឹងក្នុងខ្លួនយើងដូចថាវាប្លែកមិនមែនថាវានៅនឹងរហូតទេបានប្លែកបដាណាហើយបើសិនជាយើងមានតទៅទៀតអានោះផែថាជាមែនតើមើលទៅយ៉ាងទៅវាអន់នោមយុបអន់អីបាទអន់ខ្លះវាអត់ឲ្យយើងថាធ្វើថានោមមកឈូអស់ហ្មងគ្មាននៅតំណក់អីទៀតទេមកអស់អញ្ចឹងបើថាពីមុននោមមកវានៅតេតបានតិចបាទតេតទេវាមិនតេតទេបានមកឈូអញ្ចឹងដូចថាច្រើនអញ្ចឹងទៅនៅដល់ចុងក្រោយតបានតិចមកតិចទៀតអស់ដល់ពេលនេះទៅវាមកអស់មកអស់ហ្មងឈូមកអស់បាទចុះអាការៈដែលឈឺចង្កេះឬក៏នៅកន្លះអីហ្នឹងមានអន់បាត់ទេអ៊ំបាទហ្នឹងវាត្រូវបាត់គ្រូថយបាទអន់ថយបដាដែរហ្នឹងមិនថាចេះតានៅដដែលណាវាអន់ថយហើយបាទហើយបើបានតែមកកំប៉ុងវាអីទៀតហ្នឹងទៅមុខទៀតហើយជាទៅសង្ឃឹមថាជាមកព្រោះខ្ញុំស្ដាប់រ៉ាឌីយ៉ូទៅច្រើនគ្នាណាស់ឮថាប្រាកំប៉ុងខាលទូគីលហ្នឹងឮជាច្រើនគ្នាណាស្អីមើលក្នុងរូបថតក្នុងផ្ទាំងព័ត៌មានណាគ្រូបាទច្រើនបាទអ៊ំចឹងអរគុណច្រើនហើយអ៊ំមានជាពាក្យអី5ផ្ញើទៅកាន់បាទខ្ញុំ5ផ្ញើគ្រូដែរបាទថារឿងរ៉ាវអដេញប្រើឱសថនេះវាគឺថាវាប្រសិទ្ធ
មានប្រសិទ្ធភាពមែនតើរបស់គ្រូដោយសារថាយើងបច្ចេកទេសខ្ពស់យើងស្រាវជ្រាវណា បាទ រកទៅវាឃើញចំណុចល្អច្រើនក្នុងសរីរាង្គកាយរបស់មនុស្សយើងហ្នឹងចឹងបានធ្វើឲ្យក្រុមហ៊ុនហ្នឹងកាន់ដល់រីកចម្រើនបាទអញ្ចឹងអរគុណណាស់ បាទអរគុណ បាទអរគុណបាទ